សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Khmer News Daily បងប្អូនធ្លាប់មើលរឿង Top Gun Maverick ទេបើធ្លាប់បងប្អូនប្រកាសជាឃើញឈុតឆាកហោះហើរដ៏អស្ចារ្យដែលធ្វើឲ្យយើងស្ទើរតែដកដង្ហើមមិនរួចតួឯកពិតប្រាកដនៅក្នុងរឿងនោះមិនមែនគ្រាន់តែជា Tom Cruise ទេប៉ុន្តែគឺយន្តហោះចម្បាំងមួយគ្រឿងដែលត្រូវបានគេដាក់រហស្សនាមថាអ្នកចម្បាំងសារភីសុទ្ធឬ Swiss Army Knife នៃដែនអាកាសយន្តហោះនោះគឺ FA-18 Hornet និងបងប្រុសរបស់វាគឺ Super Hornet នៅថ្ងៃនេះ Khmer News Daily នឹងនាំបងប្អូនទៅកាយវិភាគកោះកកាយឲ្យដឹងសខ្មែរថាហេតុអ្វីបានជាយន្តហោះមួយនេះคล้ายជាស្ដេចនៃមហាសមុទ្រហេតុអ្វីបានជាកងទ័ពជើងទឹកអាមេរិកស្រឡាញ់វាជាងយន្តហោះណាៗទាំងអស់ហើយមានរឿងរ៉ាវសម្ងាត់អ្វីខ្លះដែលអ្នកមិនធ្លាប់ដឹងតោះយើងទៅតាមដានទាំងអស់គ្នារឿងរ៉ាវរបស់ FA-18 គឺជារឿងដ៏គួរឲ្យអស់សំណើចមួយវាមិនមែនកើតមកភ្លាមខ្លាំងភ្លាមនោះទេតាមពិតទៅវាធ្លាប់ជាអ្នកច័ន្ទគេពីមុនមកនៅទសវត្សរ៍ឆ្នាំ1970កងទ័ពអាកាសអាមេរិកឬ US Air Force ចង់បានយន្តហោះធុនស្រាលមួយកាលនោះមានបេក្ខជនពីររូបប្រកួតគ្នាគឺយន្តហោះ YF-16 និង YF-17 លទ្ធផលគឺ YF-16 ជាអ្នកឈ្នះហើយក្លាយជា F-16 ដែលយើងស្គាល់សប្តាហ៍ថ្ងៃនេះចំណែកឯ YF-17 វិញត្រូវបានគេបោះបង់ចោលប៉ុន្តែដោយពាក្យចាក់ពោលថាមាសនៅតែជាមាសកងទ័ពជើងទឹកអាមេរិកឬ US Navy ត្រូវការយន្តហោះថ្មីសម្រាប់ដាក់លើនាវាដឹកយន្តហោះពួកគេមិនចូលចិត្ត F-16 ទេព្រោះវាមានម៉ាស៊ីនតែមួយសម្រាប់អ្នកបើកបរលើយន្តហោះចម្បាំងកណ្ដាលសមុទ្រការមានម៉ាស៊ីនតែមួយគឺប្រថុយពេកបើម៉ាស៊ីនខូចគឺចប់ហើយគឺហែវទឹកហើយដូច្នេះកងទ័ពក៏យកប្លង់របស់ YF-17 ដែលចាញ់គេនោះមកកែច្នៃសារជាថ្មីដាក់ម៉ាស៊ីន2ធ្វើឲ្យជើងរបស់វារឹងមាំជាងមុនដើម្បីអាចចក់ចតលើនាវាបានហើយទីបំផុត FA-18 Hornet ក៏បានចាប់កំណើតឡើងនេះជាមេរៀនមួយបរាជ័យនៃកម្លាំងមួយមិនមែនមានន័យថាបរាជ័យរហូតនោះទេសំខាន់គឺដាក់ឲ្យត្រូវកន្លែងបងប្អូនប្រហែលជាឆ្ងល់ហើយថាយន្តហោះភាគច្រើនគេហៅថា F ដូចជា F-15 F-16 F-22 ចុះហេតុអ្វីបានជាអាមួយនេះមានឈ្មោះថា FA-18 នេះគឺជាចំណុចពិសេសរបស់វា F គឺមកពីពាក្យ fighter មានន័យថាអ្នកប្រយុទ្ធលើអាកាសបាញ់គ្នាជាមួយយន្តហោះស្គេ A គឺមកពីពាក្យ attack មានន័យថាអ្នកវាយប្រហារគោលដៅលើដីដូចជាទម្លាក់គ្រាប់បែកកាលពីមុនយន្តហោះមួយធ្វើបានតែមួយយ៉ាងទេបើចង់បាញ់យន្តហោះត្រូវហៅមួយក្រុមបើចង់ទម្លាក់គ្រាប់បែកត្រូវហៅមួយក្រុមទៀតវាចំណាយលុយច្រើននិងស្មុគស្មាញប៉ុន្តែ FA-18 អាចធ្វើបានទាំងពីរក្នុងពេលតែមួយអ្នកបើកបរអាចចុចប៊ូតុងមួយដើម្បីបដូរម៉ូដពីបាញ់យន្តហោះទៅជាទម្លាក់គ្រាប់បែកបានភ្លាមនេះហើយដែលគេហៅថា multi role ឬយន្តហោះសារភីមុខវាប្រៀបដូចជាទូរស័ព្ទដៃ smartphone ដែលអាចថតរូបផងឆាតផងនិងមើលវីដេអូផងក្នុងពេលតែមួយឥឡូវយើងមកនិយាយពីការវិវត្តវិញ FA-18 មានពីរចំនួនធំចំនួន D1 យើងហៅថា Hornet ស៊េរី A, B, C និង D វាជា model ដើមទូចនិងចាស់ជាងចំនួន D2 យើងហៅថា Super Hornet ស៊េរី E និង F នេះគឺជាតួឯកដែលយើងឃើញញឹកញាប់កំពេលបច្ចុប្បន្នតើវាខុសគ្នាយ៉ាងណាបងអូនស្រមៃមើល Super Hornet ប្រៀបដូចជា Hornet ដែលបានចូលក្លិតហាត់ប្រាណញ៉ាំប្រូតេអ៊ីនហើយឡើងសាច់ដុំធំជាងមុន Super Hornet ធំជាង model ចាស់ 25% វាអាចហោះបានឆ្ងាយជាងវាអាចដឹកគ្រាប់បានច្រើនជាងហើយចំណុចសម្គាល់ងាយបំផុតគឺមើលទៅរុនខ្យល់នៅសងខាងយន្តហោះបើរុនខ្យល់រាងមូលនោះគឺ Hornet ចាស់បើរុនខ្យល់រាងការ៉េធំនោះគឺ Super Hornet ថ្មីហើយពួកអ្នកបើកបរយន្តហោះអាមេរិកគេមានឈ្មោះក្រៅឲ្យវាទៀតគេហៅ Super Hornet ថា Rhino ឬសត្វរទេព្រោះវាធំធ្ងន់និងមានកម្លាំងខ្លាំងដូចរទេអញ្ចឹងអ្វីដែលធ្វើឲ្យ FA-18 អស្ចារ្យដាច់គេគឺសមត្ថភាពរបស់វានៅលើនាវាដឹកយន្តហោះការចុះចតលើយន្តហោះធម្មតាត្រូវការផ្លូវរត់វែង
ប៉ុន្តែសម្រាប់ FA-18 វាត្រូវចុះចតលើដំបូលនាវាដែលខ្លីហើយកំពុងតែក្លែងក្លងកណ្ដាលសមុទ្រអ្នកបើកបរម្នាក់ធ្លាប់និយាយថាការចុះចតលើនាវាដឹកយន្តហោះនៅពេលយប់គឺដូចជាយកឡានប្រណាំងទៅចតក្នុងបន្ទប់ទឹកទាំងបិទភ្នែកអញ្ចឹង FA-18 មានប្រព័ន្ធកុំព្យូទ័រដ៏ឆ្លាតវិជ័យនិងមានកន្ទុយសន្ទុះយ៉ាងរឹងមាំដើម្បីទាក់យកខ្សែពួរនៅលើនាវាក្នុងរយៈពេលតែ2វិនាទីវាអាចបន្ថយល្បឿនពី250គីឡូម៉ែត្រក្នុង1ម៉ោងមកនៅត្រឹម0កម្លាំងនេះខ្លាំងណាស់បើជាមនុស្សធម្មតាអាចសន្លប់បានហើយមានមួយទៀតគឺយន្តហោះ EA-18 Growler វាជាប្អូនបងបង្កើតរបស់ Super Hornet ប៉ុន្តែវាមិនមែនសម្រាប់បាញ់គ្នាទេវាមានតួនាទីកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងសត្រូវវាអាចធ្វើឲ្យរ៉ាដារបស់សត្រូវមើលលែងឃើញនិងធ្វើឲ្យទូរស័ព្ទឬវិទ្យុតាក់ទងរបស់សត្រូវប្រើការមិនកើតនេះហើយគឺជាអាវុធអត់ស្រមោលដ៏គួរឲ្យខ្លាចមួយតើ FA-18 គ្រាន់តែល្អមើលឬពូកែច្បាំងមែនតែនទៅចម្លើយគឺខ្លាំងមែនតែនព្រឹត្តិការណ៍ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលគឺនៅក្នុងសង្គ្រាមឈូងសមុទ្រឆ្នាំ1991មានហេតុការណ៍មួយយន្តហោះ FA-18 2គ្រឿងកំពុងតែហក់ទៅទម្លាក់គ្រាប់បែកស្រាប់តែមានយន្តហោះ MiG របស់សត្រូវ2គ្រឿងមកស្ទឹបមុខនៅក្នុងស្ថានភាពនោះបើជាយន្តហោះផ្សេងគេត្រូវតែបោះគ្រាប់បែកចោលសិនដើម្បីឲ្យខ្លួនស្រាវទើបអាចវាយគ្នាបានប៉ុន្តែ FA-18 មិនខ្ចីបោះគ្រាប់បែកចោលទេអ្នកបាយបបានចុចប៊ូតុងបដូរទៅជាម៉ូដបាញ់យន្តហោះភ្លាមហើយបាញ់ទម្លាក់យន្តហោះ MiG ទាំង2គ្រឿងនោះធ្លាក់ឡើងបន្ទាប់មកពួកគេក៏ចុចប៊ូតុងបដូរមកម៉ូដទម្លាក់គ្រាប់បែកវិញហើយហក់ទៅទម្លាក់គ្រាប់បែកចំគោលដៃរួចហក់ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពនេះជាប្រវត្តិសាស្ត្រមួយដែលយន្តហោះតែមួយអាចធ្វើរឿងពីរសំខាន់ក្នុងបេសកកិច្ចតែមួយចាប់ពីពេលនោះមកពិភពលោកក៏ទទួលស្គាល់ថា FA-18 មិនមែនជាយន្តហោះធម្មតានោះទេទោះបីជាសប្តាហ៍ថ្ងៃនេះអាមេរិកមានយន្តហោះទំនើប F-35 ដែលជាយន្តហោះចំនួនទី5ក៏ FA-18 Super Hornet នៅតែជាកម្លាំងស្នូលដដែលគេនៅតែបន្តប្រើវារហូតដល់ឆ្នាំ2040ឬយូរជាងនេះហេតុអ្វីព្រោះវាធន់វាងាយស្រួលជួសជុលនិងវាមានតម្លៃថោកជាង F-35 សរុបមក FA-18 គឺជាឧទាហរណ៍នៃការវិស្វកម្មដ៏អស្ចារ្យវាមិនមែនជាយន្តហោះដែលលឿនបំផុតឬបំបាំងកាយល្អបំផុតនោះទេប៉ុន្តែវាជាយន្តហោះដែលអាចធ្វើបានគ្រប់យ៉ាងនិងទុកចិត្តបានបំផុតតើបងប្អូនយល់យ៉ាងណាដែរចំពោះស្ដេចនៃមហាសមុទ្រមួយនេះបើបងប្អូនមានឱកាសតើបងប្អូនចង់ជិះ F-18 ឬ F-16 កុំភ្លេច comment នៅខាងក្រោមប្រាប់ធៀមផងបើបងប្អូនស្រឡាញ់វិស័យយោធានិងបច្ចេកវិទ្យាទំនើបកុំភ្លេចជួយចុច like share និង subscribe Channel Khmer News Daily របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗនិងល្អៗជារៀងរាល់ថ្ងៃសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា